ចិត្តទៅហើយតាហេតុមិនដេចឡើយយប់នេះខ្ញុំនឹកគេយល់សពឃើញគេក្បែរលួងលងប្រឡំថែដោយការគេនៅស្នេហ៍ខ្ញុំពេលនេះគេមានគូគេខ្ញុំក៏ដឹងដែរហើយច្បាស់នៅក្នុងអារម្មណ៍ចំណែកខ្ញុំក៏មានគូខ្ញុំផ្ដេកចិត្តលួចនឹកបន្លំក្បត់ចិត្តមនុស្សកំពុងក្បែរទេវតាសូមជួយប្រាប់ផងរឿងហួងកន្លងដាក់ខ្ញុំនឹកវិញធ្វើអ្វីវេលាបាយរំលងយូរឆ្នាំខែថ្ងៃនឹកវិញបានប្រយោជន៍អ្វីត្រឹមឲ្យហើរតែក្រំគ្រាយប់ស្អែកកុំដោយប់នេះនឹកគេយ៉ាងនេះនាំឲ្យចិត្តក្រំវេទនាចង់ជួបក៏អស់វេលាទួងបីលួចនឹកគ្នាក៏មិនដូចគ្រាដំបូងទេវតាសូមជួយប្រាប់ផងរឿងហួងកន្លងดังខ្ញុំនឹកវិញធ្វើអ្វីរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវខ្ញុំក៏យល់ឃើញពីចំណុចដោយដែរវាសនានិយាយដែរព្រោះខ្ញុំក៏បានគិតដែរថាបើសិនបើខ្ញុំរកនឹកឃើញថាខ្ញុំស្គាល់ស៊ីនួនដោយរបៀបណានោះប្រហែលជាខ្ញុំអាចរកឃើញមូលហេតុដែលនាំឲ្យស៊ីនួនភ័យខ្លាចចំពោះខ្ញុំចឹងល្ងាចនេះក្រោយពីដងហើយសូត្រគេធ្វើនំថងនួនហើយខ្ញុំនឹងយកនំនោះឆ្លៀតទៅមើលស៊ីនួននៅឯមន្ទីរពេទ្យបានទេខ្ញុំគិតថាបានទេហ្នឹងព្រោះបើសូណាអាចទៅជួបស៊ីនួនអាការៈភ័យខ្លាចរបស់ស៊ីនួនហ្នឹងនឹងអាចកើតឡើងធ្ងន់ធ្ងរណាស់អូត្រូវហើយវាសនាខ្ញុំភ្លេចថារាល់ពេលដែលខ្ញុំជួបស៊ីនួននាងតែងតែមានអាការៈភ័យខ្លាចចំពោះខ្ញុំអញ្ចឹងចាំពេលដែលគេគេងលក់ចាំខ្ញុំទៅមើលចុះបន្ថែមទៀតខ្ញុំនឹងទៅសួរគ្រូពេទ្យដែលព្យាបាលនាងដើម្បីឲ្យដឹងពីអាការៈជំងឺរបស់នាងក្រែងលោកខ្ញុំអាចរកនឹកឃើញពីសភាពភ័យខ្លាចរបស់នាងបានខ្លះអ្នកគ្រូអ៊ំអញ្ជើញផ្សារបាយឯងបំពេញមួយចានញ៉ាំបាយចាអ៊ំក្មួយចានេះក្មួយមានបញ្ហាអីហីបានជាអង្គុយភ្លេចភ្លាំងអញ្ចឹងមិញមីងសួរខ្ញុំថាម៉េចនេះក្មួយដូចជាគ្មានព្រលឹងប្រលេះនៅក្នុងខ្លួនសោះនេះក្មួយមានបញ្ហាអីហីចាគឺខ្ញុំគ្រាន់តែខ្វល់ក្នុងចិត្តបន្តិចមីងប៉ុន្តែអីក្មួយគិតរឿងអីគិតរឿងមិត្តភក្តិដែលមានជំងឺនៅមន្ទីរពេទ្យហ្នឹងហ៎ចាមីងអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺរឿងលោកប្រុសជាមួយនឹងអ្នកនាងថាវរីហើយរឿងមិត្តភក្តិរបស់ខ្ញុំសៀនួននោះខ្ញុំក៏ខ្វល់ដែរប៉ុន្តែដោយសារស្អែកនេះខ្ញុំត្រូវឡើងទៅមើលគាត់នៅពេញឯមីងយល់ល្អក្មួយត្រូវកាត់ចិត្តខ្លះទៅរឿងលោកប្រុសនឹងអ្នកនាងថាវរីនេះពួកយើងគ្មានសមត្ថភាពអីនឹងជួយលូកដៃរឿងរ៉ាវរបស់គាត់នោះទេណែក្មួយញ៉ាំបាយទៅណាចាមីង
nhưng ngọc chia diêm tôi đã mình ban gì chăng ta bảo ta men hay là đi ta bênនេះ luôn គេផ្ទះហើយនៅ ខ្ញុំក៏ច្បាស់ដែរបងពីព្រោះអីបើសិនជាស៊ីលូននៅក្តៅខ្លួនហើយនឹងនៅល្វើល្វាយចឹងទៀតប្រហែលជាគេអត់សោះស្បើយទេ បើសិនជាពេលនេះលោកសុណាមកសួរសុខទុក្ខស៊ីនួននៅពេលដែលស៊ីនួនកំពុងតែគេអញ្ចឹងមិនដឹងជាល្អយ៉ាងណាទេ បើសិនជាលោកសូណានោះមកខ្ញុំគឺនៅអត់បាននៅកំដរស៊ីនួនទេហើយសាណាណយក៏គេអត់មានពេលមកកំដរស៊ីនួនដែរព្រោះគេមានការងារធ្វើទៀត ខ្ញុំចង់ឲ្យនារីឯងនឹងកិច្ចមុខពីលោកសុណាទៀតទេខ្ញុំចង់ឲ្យនារីឯងដឹងថាលោកសុណាមិនមែនជាមនុស្សអាក្រក់ដូចជានារីឯងគិតនោះទេនារីមិនដឹងអត់លោកសុណាបានសុំខ្ញុំធ្វើជាមិត្តភក្តិដោយមិនគិតពីឋានៈអ្វីទាំងអស់មកដឹងឯលោកសុណាហ្នឹងគឺមានល្បិចកលបើសិនជាបងឯងនៅនិយាយឲ្យគាត់ចឹងទៀតណាមកឲ្យរកអ្នកកំដរស៊ីនួនជំនួសហើយខ្ញុំអត់នៅកំដរទេខ្ញុំស្អប់លោកម្នាក់ហ្នឹងខ្លាំងណាស់ហើយលះក៏គេមានពេល1ម៉ោងដែរសម្រាប់មើលស៊ីនួនគេមានពេលច្រើនទេគេក៏មានការងារធ្វើដែរ លក្ខខ្ញុំមានរឿងនៅក្រៅបន្តិចមួយឯង ចាបង ពុកម៉ែពូអ្វីដែលខ្ញុំធ្វើដើម្បីលោកប្រុសនិងអ្នកនាងថាវីវាមិនមែនជារឿងដែលមិនល្អទេមែនទេពុកម៉ែស្អែកនេះកូននឹងទៅម្ដងដែលជាកន្លែងផ្ដល់នៅអ្វីជាច្រើនដល់កូនគឺពូដែលបាននាំខ្ញុំមករស់នៅទីនោះធ្វើឲ្យពេលនោះនិងពេលនេះខ្ញុំមានតម្លៃជាមនុស្សម្នាក់ដែលអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរនិងទទួលបាននូវសុភមង្គលដូចគេដូចឯងហើយសម្រាប់ពេលនេះខ្ញុំមានអារម្មណ៍ថាខ្ញុំមានសេចក្តីសុខលើអ្វីដែលខ្ញុំធ្លាប់ប្រាថ្នារួចខ្ញុំមានបំណងចង់អរគុណនិងប្រាប់ពូពីអារម្មណ៍ដ៏អស្ចារ្យនៅពេលស្អែកដែលខ្ញុំនឹងត្រូវទៅមណ្ឌលជាសម្បុកដ៏កក់ក្ដៅដែលទីនោះបានផ្ដល់នូវអ្វីជាច្រើនសម្រាប់ជីវិតរបស់ខ្ញុំនឹងទៅបានជួបបុគ្គលិករបស់ខ្ញុំដែលកំពុងឈឺនៅទីនោះតែខ្ញុំមិនដឹងថាពូនៅទីណាទេកុំចិត្តខ្ញុំខ្លាចហើយខ្ញុំសង្វរខ្ញុំខ្លាចទេរីយ៉ាពេលណាវិរិយាមករកខ្ញុំនឹកវិរិយាខ្ញុំខ្លាចខ្ញុំនឹកគេណាស់លោកកក្រាវាសនានេះស៊ីនូនគេតែងតែមានអាការៈបែបនេះបាទពិតមែនហើយនាងតែងតែរវើរវាយខ្លាចលោកហើយគឺតែងតែហៅឈ្មោះមិត្តនារីរបស់នាងម្នាក់ដែលនាងស្រឡាញ់នឹងជួយចាក់លើគេនោះអាការៈនាងហាក់ដូចជាពាក់ព័ន្ធទៅនឹងវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយចឹងគប់សំរួមជាមួយនឹងទំនាក់ទំនងខ្ញុំជាមួយនាងខ្ញុំនឹងព្យាយាមរកនៅឲ្យឃើញថាតើខ្ញុំពីរនាក់ស្គាល់គ្នាដោយរបៀបណាអូហើយថ្ងៃនេះនាងជាអ្នកកំដរស៊ីណូណាចាខ្ញុំនៅកំដរគេហើយចុះស៊ីនូនគេមានអាការៈក្តៅខ្លួននិងរវើរវាយប្រហែលដងហើយនៅពេលណាខ្លះអូនាងរវើរវាយនៅពេលដែលនាងមានអាការៈក្តៅខ្លួនខ្លាំងបន្ទាប់មកអ្នកគ្រូពេទ្យបានចាក់ថ្នាំឲ្យនាងរួចហើយនាងក៏បាត់ក្តៅ
ហើយក៏ឈប់រវើរវាយទៀតដែរប៉ុន្តែមួយម៉ោងក្រោយមកនាងក៏ក្តៅខ្លួនហើយរវើរវាយបែបនេះទៀតទៅអូចឹងអត់អីទេតែកណ្ដាខ្ញុំគិតថាខ្ញុំទៅជួបគ្រូពេទ្យដែលព្យាបាលនាងតិចសិនអ្នកគ្រូត្រឡប់មកវិញមួយថ្ងៃណា ចាំខ្ញុំជូនសនាឲ្យទៅជួបគ្រូពេទ្យ អញ្ចឹងអ្នកទាំងពីរទៅជួបគ្រូពេទ្យចុះចំណែកខ្ញុំទៅជួបជាមួយនឹងអ្នកជួបចាស់ទី2របស់ខ្ញុំលាក់ខ្ញុំមើលថែស៊ីនូនបានល្អណាស់ចាបងឯងចំណែកនំនៃសនាយកមកហ្នឹងលាក់ឲ្យជួយចាត់ចែងទៅឲ្យមិត្តភក្តិទាំងអស់គ្នាណាបាទត្រូវឲ្យនំនេះគឺអ្នកផ្ទះបងភិរៈគឺជាអ្នកធ្វើអញ្ចឹងឲ្យខ្ញុំយកមកផ្ញើអ្នកទាំងអស់គ្នាញ៉ាំណាចាបងតោះចាំគិតទៅយើងអញ្ចឹងសូណាជាមួយនឹងវាសនាទៅជួបគ្រូពេទ្យចុះខ្ញុំទៅខាងនោះណា អូជើងចុះលោកសក្តាកាក់កន្លែងទៅចុះ បាទវាសនានិយាយចឹងអត់ឃើញនារីគេមកមើលស៊ីនួនអញ្ចឹង អូនារីគេអត់សូវស្រួលខ្លួនពួកគេមើលថែស៊ីនួន2 3ថ្ងៃឯណាមិនមែនគេចង់តិចមុខពីខ្ញុំទេមិនមែនគេចង់កិច្ចមុខពីសុណាយទេគឺគេអត់ស្រួលខ្លួនពិតមែន ខ្ញុំស្មានតែគេចង់កិច្ចមុខខ្ញុំតាវាសនានិយាយចឹងខ្ញុំចង់រាប់អាននារីធ្វើជាមិត្តភក្តិដូចជាខ្ញុំរាប់អានជាមួយនឹងវាសនាដែរអញ្ចឹងខ្ញុំចង់ពឹងឲ្យវាសនាធ្វើជាអ្នកកដាដើម្បីនាំពាក្យខ្ញុំទៅប្រាប់នារីផងដើម្បីឲ្យពួកខ្ញុំបានរាប់អានជាមួយគ្នាដែរអូអត់អីទេចាំគ្នាជួយពំនាំដំណឹងនេះទៅប្រាប់នារី ចឹងខ្ញុំអរគុណវាសនាច្រើនណាស់ហើយខ្ញុំសង្ឃឹមថាក្នុងពេលឆាប់ៗនេះខ្ញុំនឹងបានរាប់អានជាមួយនឹងនារី ខ្ញុំសង្ឃឹមថានារីនឹងពេញចិត្តបំណងរបស់សូណាឯងព្រោះសូណាឯងគឺជាមនុស្សដែលល្អតោះចឹងយើងគិតទៅជួបគ្រូពេទ្យណាគ្រូពេទ្យតោះ សនាងនេះអ្នកគ្រូថ្ងៃស្អែកអ្នកគ្រូឡើងទៅភ្នំពេញដើម្បីមើលមិត្តភក្តិរបស់អ្នកគ្រូគាត់ឈឺនៅមន្ទីរពេទ្យណា បងអ្នកគ្រូទៅស្រីនាងប្រកាសជាអ្នកគ្រូជាមិនខាន នេះអ្នកគ្រូក៏នឹកពេលរីខ្លាំងណាស់ដែរ អ្នកគ្រូត្រឡប់មកវិញមួយថ្ងៃណា គឺថ្ងៃអាទិត្យពេលល្ងាចអ្នកគ្រូនឹងត្រឡប់មកវិញ បងអ្នកគ្រូទៅចាស់មានពីណាគេនិទានរឿងឲ្យស្រីនាងស្ដាប់ សនាងនេះអ្នកគ្រូគ្រាន់តែខកខាននិទានរឿងឲ្យមកយកប៉ុន្តែ អូណែមើលណោះអ្នកនាងតូចភារីហើយនឹងអ្នកគ្រូវិទ្យានេះត្រូវគ្នាខ្លាំងណាស់ណែឯងគិតដូចខ្ញុំអត់ទេណានាងភឹម មែនហើយមីងនេះហ៎អ្នកគ្រូវិទ្យាមើលទៅស្រឡាញ់អ្នកនាងតូចខ្លាំងណាស់ អ្នកគ្រូទូរស័ព្ទទៅរកលោកប៉ាដើម្បីឲ្យលោកប៉ាជ្រាបថាអ្នកគ្រូទៅភ្នំពេញសិនទៅ សនាងនេះអ្នកគ្រូគិតថាសនាងគុំទូរស័ព្ទទៅជាមួយលោកប៉ាអីកុំឲ្យរំខានការងាររបស់លោកប៉ាណា បើអ្នកគ្រូមិនទូរស័ព្ទទៅរកលោកប៉ាក៏ហីទៅតែអ្នកគ្រូគុំចានៅឲ្យស្រីនាងស្ដាប់សិនណា ចាអញ្ចឹងក៏បានចាំអ្នកគ្រូលេងផ្សាយនៅឲ្យស្រីនាងស្ដាប់ណា ចាតោះអ្នកគ្រូ តោះ អាឡូជំរាបសួរនេះអ្នកណាគេហ្នឹងចង់ជួបខ្ញុំ អាឡូវិទ្យាគឺខ្ញុំកកដាណានៃការដែលខ្ញុំខលទូរស័ព្ទទៅនេះគឺចង់សួរថាតើស្អែកនេះនាងមកព្រមពេញមែនអត់ហើយអត់មានការប្រែប្រួលទេហ៎ អត់ទេកកដាខ្ញុំមកគ្មានការប្រែប្រួលអីនោះទេព្រោះអីខ្ញុំចង់ទៅជួបមិត្តភក្តិទាំងអស់គ្នាខ្ញុំនឹកណាស់ជាពិសេសខ្ញុំនឹកនឹងបារម្ភសនួនជាងគេ នេះខ្ញុំត្រេកអរណាស់នេះពេលដែលឮថាវិទ្យាមកព្រមពេញនៅថ្ងៃស្អែកនេះពេលដែលមកដល់ភ្នំពេញចាំប្រាប់ខ្ញុំខ្ញុំទទួលនាងនៅចំណតឡានតើនាងមកដល់ទីនោះមកប្រហែល ប្រហែលជាម៉ោង 9 ទៀតដឹងប៉ុន្តែខ្ញុំមិនចង់រំខានកកដាឲ្យមកយកខ្ញុំនោះទេគឺខ្ញុំអាចជិះម៉ូតូដប់ទៅមណ្ឌលបានណា អូខ្ញុំអាចធ្វើបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់វិទ្យាបានចំណេញកុំបារម្ភថារំខានដល់ខ្ញុំអីណា អរគុណមិត្តភក្តិដ៏ល្អរបស់ខ្ញុំអញ្ចឹងយើងស្អែកជួបគ្នាណា បាទស្អែកជួបគ្នានឹងមិត្តល្អ
បាយបាយ ស្អែកនេះខ្ញុំនឹងបានជួបមុខដ៏ស្រស់ស្អាតរបស់នាងហើយវិរិយា ឥឡូវឯងនៅកំដរស៊ីនូនសិនណាគ្នាលីឯងទៅសម្រាប់សិនហើយឯងសម្រាប់ឲ្យព្រោះពេលផឹកឯងក៏ត្រូវធ្វើការដែរអូបងវិស្នា តើស៊ីនួនគេយ៉ាងម៉េចហើយ អូស៊ីនូនគេកំពុងតែគេងហ្នឹងហ่าបង ជំនួយទៅនារីស៊ីនួនគេបាត់ទៅរវិញហើយ តាំងពីព្រលឹមមកគេល្វើល្វាឲ្យក្តៅខ្លួនរហូតទៅចាក់ថ្នាំហើយមិញហ្នឹងហើយគេក៏ទៅគេងដែរ បើគេងលក់ឲ្យបាត់ខ្លួនក្តៅបាត់រវើរវាយអញ្ចឹងវាល្អហើយតែយើងគួរនិយាយក្រោយឲ្យមិនខានស៊ីនួនតោះវិរិយាស្អែកនេះនឹងមកដល់នៅទីនេះខ្ញុំសូមឲ្យវិរិយាមានកំណត់ថ្មីដើម្បីឲ្យជួយស៊ីនួនហ្នឹងឆាប់ជាជំងឺរបស់គេផង ពេលដែលវិរិយាមកដល់ណាមិនដឹងថាគេអាចជួយបានទេព្រោះពេលនេះខ្ញុំអត់ហ៊ានប្រើពាក្យសម្ដីខ្លាំងដល់ស៊ីនួនផងហើយសូមឲ្យបងព្យាយាមតាក់ទងជាមួយលោកសូណាហើយរំលឹកលោកសូណាពីតំណែងតំណងរវាងគាត់ហើយនិងស៊ីនួនផងនេះគឺជាកំណត់របស់វិរិយាតែខ្ញុំអត់ដឹងថាវាមានលទ្ធផលឬក៏អត់ទេ ប៉ុន្តែបើតាមសូណាដែលបានពិភាក្សាជាមួយលោកគ្រូពេទ្យដែលព្យាបាលស៊ីនួនហ្នឹងនិយាយទៅស៊ីនួនគឺមានជំងឺដែលតាក់ទងជំងឺផ្លូវចិត្តធ្ងន់ធ្ងរណាស់ហើយវត្តមានរបស់វិរិយាដែលជាមិត្តល្អរបស់ស៊ីនួនហ្នឹងគឺធ្វើឲ្យស៊ីនួនហ្នឹងនឹងអាចធូរស្រាលនិយាយទៅគឺលទ្ធផលវាល្អប្រសើរជាងមុនច្រើន សូមឲ្យអ្វីដែលលោកសូណានិយាយខ្លះជាការពិតចាស់ បើនិយាយពីសូណាវិញសូមនារីឯងជប់គិតអ្វីដែលមិនល្អចំពោះគេទៀតទៅគេគឺជាមិនល្អណាស់ គេបានយកស្ថានភាពរបស់ស៊ីនួនហ្នឹងគឺទៅពិភាក្សាជាមួយនឹងលោកគ្រូរបស់គេដើម្បីរកផ្លូវដោះស្រាយព្យាបាលជំងឺស៊ីនួនទៀត គេត្រូវតែព្យាបាលស៊ីនួនហើយព្រោះគេហ្នឹងណាគឺជាអ្នកធ្វើឲ្យស៊ីនួនខ្លាចតែជាអញ្ចឹង នារីឯងឈប់គិតអ្វីដែលមិនល្អសម្រាប់សូណាខ្លះផងបានទេសូណាគឺជាមនុស្សល្អណាស់គេបានផ្ដំខ្ញុំសុំណាត់នារីឯងជួបគ្នាដើម្បីសុំនារីឯងធ្វើជាមិត្តភក្តិល្អគ្នាទៀត ខ្ញុំអត់ទាន់ឲ្យចម្លើយទៅបងទេព្រោះខ្ញុំមិនដឹងថាខ្ញុំអាចធ្វើជាមិត្តរបស់គេបានអត់ទេ អាឡូជំរាបសួរ អាឡូកាកដា បាទជំរាបសួរវិរិយានេះវិរិយាមកដល់ណែហើយ ចានេះលេសាឡាមកលឿនពេកឥឡូវនេះខ្ញុំបានមកដល់ពេញណាកាកដាអញ្ចឹងកាកដាមិនចាំមកយកខ្ញុំទេចាំខ្ញុំជិះម៉ូតូទៅម៉ូតូក៏បានដែរ អូវិយា វិយាចាំអាយុណាគេនឹងអាយុវិយា ទេវតាសូមជួយប្រាប់ កុំអីណាកុំអត់កាកដាបបាអីឥឡូវនេះខ្ញុំជិះម៉ូតូទៅម៉ូតូក៏បានដែរណាចាំតិចទៀតយើងជួបគ្នា អាឡូវិរិយាអូយនេះមិនបាននិយាយអីផងបើបាត់ទៅហើយនាងគឺតែបែបហ្នឹងហើយគឺមិនចូលចិត្តពឹងអ្នកដទៃទេធ្វើអីដល់ខ្លួនឯងគិតអីដល់ខ្លួនឯងរហូត ពុំតាដប់ ឡូ
ខ្ញុំវាសនា អាឡូវាសនាមិនសិនមិញខ្ញុំអត់ទាន់បានជួបលោកគ្រូនិយាយអំពីអាការៈរបស់ស៊ីនួនទេព្រោះថាលោកគ្រូគាត់ជាប់ប្រជុំតាំងពីម៉ោង 2 រហូតដល់ម៉ោង 6 ល្ងាចចុះប៉ុន្តែព្រឹកថ្ងៃសៅរ៍ខ្ញុំត្រូវទៅធ្វើការនៅឯមន្ទីរពហុព្យាបាលនៅឯខេត្តប្រហែលជាយប់ថ្ងៃអាទិត្យទើបពួកខ្ញុំត្រឡប់មកវិញអញ្ចឹងក្នុងអំឡុងពេលដែលខ្ញុំនៅជាមួយលោកគ្រូខ្ញុំនឹងឆ្លៀតសួរយោបល់ពីលោកគ្រូអំពីអាការៈរបស់ស៊ីនួនហើយមិនចាំខ្ញុំប្រាប់វាសនាតាមក្រោយទៀតណាបាទហ្នឹងហើយអញ្ចឹងខ្ញុំអរគុណសនាទុកជាមុនបាទអរគុណបាទអូវិយាវិយាចាំអាយយូរណាស់គេនឹងអាយនេះវិយាមែនហើយទីពិតសប្បាយចិត្តណាស់តែឯងមកចាំថ្ងៃនេះចាំតែពួកយើងអត់ធ្វើការតែម្ដងបើបានជួបឯងទេវិយាយប់មិញហ្នឹងវិយាគ្រាន់តែនារីប្រាប់គ្នាថាឯងនឹងមកដល់គ្នាមកគ្នាអត់ដល់គេអត់រួចអស់បានថាតែមិនភ្លឺទេដើម្បីបានជួបឯងគ្នានឹកឯងថាគ្នាអរគុណពួកឯងទាំងអស់គ្នាណាដែលនឹកគ្នាចង់ជួបគ្នាបានគ្នាដែលនឹកពួកឯងណាដែរហើយក៏សូមទោសផងដែរណាដែលមកលេងពួកឯងនារីមកនិយាយស៊ីនួនមកយកនឹងគឺវាជាថាល្មើវាហើយក្តៅខ្លួនហៅដល់អ្នកកំឡុងហូបគេនោះអត់ណានេះល្អបើសិនជាស៊ីនួនលែងអាចខ្លួនហើយរវល់វាបានកុំចំចិត្តខ្ញុំអីនេះខ្ញុំខ្លាចលោកខ្ញុំខ្លាចហើយខ្ញុំនឹកវិយានារីមិនក៏ស៊ីនួនក្តៅខ្លួនមែនថាមិនស៊ីនួនក្តៅខ្លួនហើយខ្ញុំស្ទាបមិនយកឯងឥឡូវមិនក្តៅខ្លួនចឹងអូនកាទេខ្ញុំទៅជួបជំនួយគ្រូពេទ្យសិនខ្ញុំខ្លាចហើយកុំជុំទឹកខ្ញុំអីខ្ញុំខ្លាចហើយខ្ញុំខ្លាចហើយអូនចាចាំខ្ញុំបកកម្ដៅឲ្យទៅជំនួយចិត្តណាចាអ្នកគ្រូវិយាមករកខ្ញុំសិនចឹងខ្ញុំនឹកវិយាណាវិយានារីไปបោកស្នាទៅរកលោកអ្នកនោះឯណាណារីណាខ្ញុំសង្វរណាទីបាត់ជាពួកអានស៊ីមុនខាងនេះវាសនាចុះយ៉ាងម៉េចហើយវាបានសួរនររឿងមនុស្សប្រុសម្នាក់នោះអត់និយាយទៅគឺវាមិនតបានលទ្ធផលអ្វីទេតែគេជាមនុស្សល្អគេកំពុងតែប្រឹងប្រែងជួយស៊ីនួនណាបាទគ្រូគឺអាការៈរបស់ស៊ីនួនគឺបែបនេះតាមគ្រូស្ដាប់ឯងនិយាយនាងប្រកាសជាមានអាការៈរោគផ្លូវចិត្តដែរចាំបាច់ឯងត្រូវតែនាំនាងទៅទទួលការព្យាបាលពីគ្រូពេទ្យចិត្តសាស្ត្រហើយសំខាន់ឯងត្រូវតែដឹងថានាងខ្លាចឯងពីមូលហេតុអីសូណាហើយមូលហេតុអីបានឯងនឹកមិនឃើញពីរឿងនេះបាទលោកគ្រូខ្ញុំពិតជានឹកអត់ឃើញមែនប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាធ្លាប់ស្គាល់នាងនៅកន្លែងណាអញ្ចឹងលោកគ្រូនេះជាចំណុចសំខាន់ណាស់ឯងត្រូវតែព្យាយាមរកឲ្យឃើញចំណុចសំខាន់របស់នាងបើនាងមិនព្រមនិយាយជាមួយឯងបែបនេះមិនងាយស្រួលនឹងព្យាបាលទេបាទលោកគ្រូខ្ញុំខំរកនឹកអត់ឃើញតតែសោះប៉ុន្តែខ្ញុំគិតថាប្រហែលជានាងព្រមនឹងបង្ហើបរឿងអ្វីខ្លះប្រាប់ពួកយើងលោកគ្រូបើនាងព្រមនិយាយចឹងល្អហើយងាយស្រួលព្យាបាលតែក្រែងឯងប្រាប់គ្រូថានាងមិនព្រមនិយាយជាមួយអ្នកណាទេហ៎បាទលោកគ្រូគឺមានមិត្តភក្តិនាងម្នាក់ដែលមកពីខេត្តមកដើម្បីសួរសុខទុក្ខនាងប៉ុន្តែខ្ញុំនិងមិត្តភក្តិរបស់នាងដទៃទៀតគិតថាប្រហែលជានាងអាចនឹងទុកចិត្តនាងម្នាក់នោះហើយនឹងអាចប្រាប់រឿងអ្វីខ្លះទៅគេណាលោកគ្រូល្អអញ្ចឹងយើងទៅនោះបាទលោកគ្រូអញ្ជើញ
យ៉ានេះដឹងទេហេតុអីទៅយូរយ៉ាងនេះហ៎អត់ខ្ញុំសុំទោសណាស៊ីនួនណាបាត់ខ្ញុំបានមកលេងឯងខ្ញុំទៅបាត់យូរខ្ញុំនឹកឯងណាហេតុអីក៏ឯងពិបាកបែបនេះហេតុអីក៏ឯងព្រមសរសេរបើឯងពិបាកក្នុងចិត្តប្រាប់ខ្ញុំផ្ញើទៅឲ្យខ្ញុំអញ្ចឹងមើលចោះខ្ញុំនឹកវាយ៉ាខ្ញុំបារម្ភពីឯងណាអូយ៉ានៅផ្ទះនោះលំបាកអត់គេបានធ្វើបាបអីអត់ហ៎តើបើជាឯងមកដែរមិនអីខ្ញុំសោះអញ្ចឹងអត់ទេស៊ីនួនយើងកុំនិយាយរឿងនឹងអីណានេះឯងមានការពិបាកអីឯងមានអីលាក់នៅក្នុងចិត្តឯងប្រាប់ខ្ញុំមកណាឯងប្រាប់មកមានរឿងអីដែលតាក់ទងជាមួយនឹងមនុស្សប្រុសម្នាក់នោះខ្ញុំចាំដោះស្រាយឯងណាឯងប្រាប់ខ្ញុំមកស៊ីនួនខ្ញុំបារម្ភពីឯងណាឯងកុំសួរពីមនុស្សប្រុសម្នាក់នោះអីណាខ្ញុំមិនអាចពាក់ព័ន្ធជាមួយគេទេណាគឺខ្ញុំចង់និយាយជាមួយឯងខ្ញុំចង់ជួបឯងខ្ញុំនឹងឯងណាវិញ្ញាខ្ញុំជឿឯងណាឥឡូវឯងមានការពិបាកអីឯងឈឺចាប់អីឯងប្រាប់ខ្ញុំមកខ្ញុំចាំស្ដាប់ឯងខ្ញុំស្ដាប់រហូតណាខ្ញុំស្ដាប់ឯងខ្ញុំមិនបាក់អីទេខ្ញុំមិនកាត់អីទេវិញ្ញាគឺខ្ញុំគាត់តែនឹកឯងតែប៉ុណ្្នឹងទេណាខ្ញុំមិនកាត់អីទាំងអស់ចាខ្ញុំដឹងតែឯងនឹកខ្ញុំនឹកវិញ្ញាឥឡូវយើងឈប់និយាយរឿងហ្នឹងទៅណាឯងយំទៅឯងយំអត់ចិត្តទៅវិញ្ញាខ្លាំងតែឯងហ្នឹងទេយំទៅណាយល់ឯងដើម្បីឯងធូរចិត្តយំទៅណាស៊ីនួនឯងកាត់អីហ្នឹងឯងកុំកាត់អីអាសាណាស៊ីនួនណានិយាយមកឯងមកទីមកស៊ីនួនមានអាណានៅទីនេះអត់ជួយស៊ីនួនផងស៊ីនួនកុំកាត់អីអាសាណាមានអាណានៅទីនេះអត់មកជួយស៊ីនួនផងស៊ីនួនពីយ៉ានេះស៊ីនួនកាត់ពីយ៉ាស៊ីនួនឡើងមកទៅធ្វើមកយ៉ាងអញ្ចឹងខ្ញុំទៅហៅពុកប៉ាណាទៅលឿនហ្នឹងតាមខ្ញុំអាចជួយបាននេះអ្នកទាំងអស់គ្នាទៅក្រៅសិនទៅណាពួកឯងពុកប៉ាណាមិនឲ្យមកចូលក្នុងបន្ទប់ស្រូតច្រើនទេមិនទៅក្រៅសិនទៅទៅណាចឹងវាយ៉ាងមិនចាំប្រាប់ខ្ញុំមកក្រៅហ្នឹងខ្ញុំយើងក្រៅហ្នឹងមានស៊ីនួននារីមែននារីស៊ីនួនឡូបាទគឺខ្ញុំនៅណាគេទៅអូលោកសូណានេះលោកចង់ជួបពីសូណាបាទចាំខ្ញុំប្រាប់គេអូលោកសូណាចង់ជួបគេចង់ជួបខ្ញុំហៅឡូសូណាមានរឿងអីចង់និយាយvớiខ្ញុំមែនបាទវាស្នាខ្ញុំចង់ដឹងថាតើស៊ីនួនគេមានបាននិយាយខ្លះទៅប្រាប់មិត្តភក្តិរបស់គេអត់ខ្ញុំអត់បានដឹងថាស៊ីនួនបាននិយាយវិញខ្លះជាមួយនឹងមិត្តល្អទេព្រោះខ្ញុំអត់បានសួរមិត្តល្អនឹងស៊ីនួនឡើយហ្នឹងពេលដែលពួកគេបាននិយាយគ្នាហ្នឹងស្រាប់តែបបរត្រីដែលលោកទិញមកនេះពិតជាឆ្ងាញ់ខ្លាំងណាស់នេះខ្ញុំញ៉ាំចិត្តអស់មួយចានទេវតាសូមជួយប្រាប់ផងរឿងហួងកន្លងដឹងខ្ញុំនឹកវិញធ្វើអ្វីនិយាយចឹងនិយាយឡើងជាចិត្តធ្វើដែរខ្ញុំចូលចិត្តជុំមិត្តភ័ក្តិហើយញ៉ាំស្រាបៀរកម្ពុជា Cheers បាយមែនសាយខៅសំណាងហ្នឹងបង Yes Congratulations Celine You are the third winner of the Porsche Macan Yay
បើលោកអ្នកចង់បើករថយន្ត Point McCann ដូចស្រៀងដែរ Link Cambodia View Today ប្រញាប់ឡើងនៅមាន9គ្រឿងទៀត ពិសាដោយការទទួលខុសត្រូវរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ ពេលដែលពួកគេបាននិយាយគ្នាហ្នឹងស្រាប់តែចំនួនដួលស្លាប់តែម្ដងខ្ញុំមានអារម្មណ៍ថាពិបាកចិត្តនឹងផ្លេចខ្លាំងមែនទែនណា នេះវាស្នាធ្វើម៉េចស៊ីនួនស្លាប់ដែរអញ្ចឹងវាស្នាគួរតែមើលស៊ីនួនសិនទៅហើយពួកយើងប្រជុំការនិយាយត្រឹមនេះចុះហើយពេលដែលវាស្នាបានដំណឹងអីចាំវាស្នាប្រាប់ខ្ញុំផងណាហ្នឹងហើយចាំមិនវិញយើងតាក់ទងតាមក្រោយណាអញ្ចឹងប៉ុណ្្នឹងបានណាពេលបាយបាទអញ្ចឹងបាយវាស្នាលោកមែនវាស្នាអត់អីគាត់ប៉ាសួររឿងគាត់និយាយគ្នាហ្នឹងថាមិនអីណា បបរត្រីដែលលោកទិញមកនេះពិតជាឆ្ងាញ់ខ្លាំងណាស់នេះខ្ញុំញ៉ាំចិត្តអស់មួយចាននេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលឃើញនាងថៅវរីនេះញ៉ាំបបរកើតណាទោះបីជារបស់នៅឆ្ងាយកន្លែងណាក៏ដោយក៏ខ្ញុំតែរកនាងតតបានខ្ញុំពិតជាអរគុណនៅសំណាងទឹកចិត្តរបស់លោកចំពោះខ្ញុំខ្លាំងណាស់ខ្ញុំពិតជាល្អៀខ្លួនខ្លាំងណាស់នេះ ដើម្បីអ្នកនាងទោះបីជានាងចង់ខ្ញុំធ្វើអីក៏ខ្ញុំធ្វើដែរនិយាយចឹងតាំងពីម្សិលនេះដល់ពេលនេះតើកម្ដៅខ្លួនយ៉ាងម៉េចទៅហើយណា ខ្ញុំអត់មានឡើងកម្ដៅទៀតទេ ល្អហើយអញ្ចឹងនឹងឆាប់បានត្រឡប់ទៅផ្ទះវិញ ខ្ញុំក៏ចង់ត្រឡប់ទៅផ្ទះវិញដែរ និយាយអញ្ចឹងអ្នកនាងចង់ទៅខាងក្រៅសុបយកខ្យល់កៅណាដើម្បីបានស្លាស់មកស្លាស់មកបន្តិច តាមចិត្តលោកចាស់ តោះចេះ នាងថាវរីនេះបើសិនជានាងហត់នាងអាចគួយលើតែបាន ខ្ញុំមិនតាន់ដល់ថ្នាក់ល្វើយអង្គុយលើតែរុញនេះទៅលោក ខ្ញុំជិះតែសួរទៅខ្លាចអ្នកនាងហត់ពេកចឹងណា អរគុណចំពោះការបារម្ភ បាទខ្ញុំគិតថាចង់ទៅអង្គុយខាងនោះវិញមិនដែរ ចា តោះ ហេតុអីក៏កូនស៊ីនួនឈឺដល់ថ្នាក់នេះហើយគ្មានណាម្នាក់ប្រាប់លោកគ្រូអញ្ចឹង អ្នកគ្រូគឺពួកខ្ញុំអត់ចង់រំខានអ្នកគ្រូហើយណាមួយក៏អត់គិតថាស៊ីនួនឈឺដល់ថ្នាក់ហ្នឹងដែរ ចាអ្នកគ្រូប៉ែននិយាយយ៉ាងម៉េចខ្លះពីអាការៈរបស់ស៊ីនួននោះ ចាអ្នកគ្រូគឺអ្នកគ្រូប៉ែននៅក្នុងមណ្ឌលរបស់យើងនេះគាត់បាននិយាយថាតើតែស៊ីនួនទទួលការព្យាបាលពីជំងឺផ្លូវចិត្ត ឯចំណែកលោកបញ្ជាក់ដុតសម្បូរក៏ផ្ដល់យោបល់ឲ្យចំនួនហ្នឹងទៅទទួលការព្យាបាលជំងឺផ្លូវចិត្តពីគ្រូពេទ្យផ្លូវចិត្តដែរ ចុះស៊ីនួនគេដឹងពីអាការៈជំងឺរបស់គេហ្នឹង អ្នកគ្រូបញ្ហានេះហើយដែលពួកយើងទាំងអស់គ្នាពិបាកហាមមាត់ប្រាប់ស៊ីនួនព្រោះបើសិនជាស៊ីនួនជួបជាមួយនឹងគ្រូពេទ្យព្យាបាលផ្លូវចិត្តនិងចិត្តសាស្ត្រគឺមានន័យថាស៊ីនួនមានបញ្ហាផ្លូវចិត្តតាក់ទងជាមួយនឹងជំងឺប្រសាយប្រសាទអញ្ចឹងខ្ញុំខ្លាចថាស៊ីនួនមិនព្រមជួបគ្រូពេទ្យទេដឹងអ្នកគ្រូ ចាអ្នកគ្រូនេះគឺជាអ្វីដែលពួកយើងបារម្ភនោះ អ្នកគ្រូក៏យល់ដោយកូនកក្កដាហើយនិងកូនយ៉ាដែរអញ្ចឹងទុកភារៈនេះឲ្យអ្នកគ្រូទៅណែនាំកូនចំនួនដើម្បីទៅព្យាបាលជំងឺរបស់គេទៅចុះ ចាអ្នកគ្រូចាអ្នកគ្រូ ឆ្លងកាត់ការពិនិត្យព្រឹកមិញនេះបើមិនយល់អីស្អែកអាចសួរគ្រូបានពេលធ្វើដំណើរទៅភ្នំពេញល្ងាចស្អែកនេះ បាទលោកគ្រូខ្ញុំបានកត់នៅចំណុចដែលខ្ញុំមិនយល់ជាច្រើនរាល់ហើយដើម្បីត្រៀមទុកសួរលោកគ្រូ តើស៊ីនួនយ៉ាងម៉េចហើយបានជួបមិត្តភក្តិល្អរបស់គេនោះអាការៈជំងឺរបស់គេយ៉ាងម៉េចហើយ បាទលោកគ្រូស៊ីនួនអត់មានអ្វីដែលប្រែប្រួលទេហើយគេក៏មិនបាននិយាយអ្វីប្រាប់ទៅមិត្តភក្តិល្អរបស់គេដែរលោកគ្រូ ស៊ីនួននេះឯងនៅចាំទេពីខ្លឹមសារនៃការប្រជុំប្រចាំសប្តាហ៍របស់ពួកយើងម្នាក់គឺតែងតែលើកពីចំណុចល្អនិងចំណុចអាក្រក់របស់ខ្លួនមកនិយាយដើម្បីឲ្យមិត្តភក្តិទាំងអស់គ្នាបានជួយនិងជួយការដំណើរវិភាពខុសឆ្គងរហូតដល់ពួកយើងចេះជួយគ្នាហើយស្រឡាញ់គ្នារហូតដល់ពេលនេះស៊ីនួននេះឯងមានរឿងអីដែលលាក់នៅក្នុងចិត្ត
មានរឿងអ្វីដែលល្អនិងមិនល្អជាមួយនឹងមនុស្សប្រុសម្នាក់នោះឯងជប់លាក់ទៀតទៅណាឯងលាក់រហូតដល់ឯងនេះមានជំងឺបែបនេះទៅហើយឯងគួរតែប្រាប់ពួកយើងទាំងអស់គ្នានិងជំរាបប្រាប់អ្នកគ្រូព្រោះអីឯងគឺជាសមាជិកនៃការប្រជុំរបស់ពួកយើងដែរណាប៉ុន្តែវាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាព្រោះកាលនោះកូនទាំងអស់គ្នានេះមិនបានប្រាប់អ្នកគ្រូហើយសុខចិត្តទទួលពីនៃទាំងអស់គ្នារហូតមកដល់ពេលនេះអ្នកគ្រូនិងអ្នកគ្រូនិយាការនៅតែមិនទាន់ដឹងថាតើមិត្តម្នាក់របស់កូនដែលយកស្វាយខ្ចីមកញ៉ាំនៅក្នុងមណ្ឌលរបស់យើងនោះគឺជាអ្នកណាទង្វើបែបនេះបានបង្ហាញឲ្យឃើញថាកូនចេះជួយគ្នានិងស្រឡាញ់គ្នាតែពេលនេះបើកូនស៊ីនួនឈឺតើមិនឲ្យមិត្តភ័ក្តិទាំងអស់គ្នាបារម្ភពីកូនយ៉ាងម៉េចបានទៅស៊ីនួនឯងត្រូវគិតសន្សំណាឯងត្រូវដឹងថាពួកយើងទាំងអស់គ្នាគឺបារម្ភនិងស្រឡាញ់ឯងខ្លាំងណាស់មែនហើយអាការៈកូនស៊ីនួននេះចាំបាច់ត្រូវតែទទួលការព្យាបាលអ្នកគ្រូនិងមិត្តទាំងអស់គ្នានឹងនៅកំដរកូនជានិច្ចណាអញ្ចឹងកូនស៊ីនួនត្រូវតាំងចិត្តស្ដាប់អ្នកគ្រូណាពេលនេះមិត្តទាំងអស់គ្នារបស់កូនស៊ីនួនរួមទាំងកូនយ៉ាគេស្រឡាញ់និងបារម្ភពីកូនគ្រប់គ្នារួមទាំងអ្នកគ្រូផងពេលនេះកូនស៊ីនួនឈឺអាការៈកូនស៊ីនួនក៏ត្រូវតែដឹងពីមូលហេតុទើបអាចបន្តទៅការព្យាបាលបានដើម្បីឲ្យកូនស៊ីនួនបានធូរស្បើយនិងជាពីជំងឺនេះដើម្បីឲ្យកូនឈប់ខ្លាចនិងយល់សប្តិអាក្រក់ទៀតកូនស៊ីនួនត្រូវប្រាប់ពីអ្វីដែលមាននៅក្នុងចិត្តរបស់កូនស៊ីនួនឲ្យមិត្តទាំងអស់គ្នានិងអ្នកគ្រូស្ដាប់ស្រួលពួកយើងនឹងជួយគិតដល់កូនណាសនួននេះឯងញ៉ែហ្នឹងហ៎ចង់ផឹកទឹកអីអត់ខ្ញុំយកឲ្យអត់ទេអ្នកគ្មានតាក់ទេណាតែគ្នាចង់ប្រាប់រឿងប៉ិតដល់ពួកឯងនេះឯងប្រហែលប៉ិតហ្នឹងហ៎ឯងនិយាយមកសនួនគ្នាសុបាយចិត្តណាស់ពេលដែលឯងព្រមនិយាយចេញមកអញ្ចឹងនិយាយមកគេចាំស្ដាប់រឿងនេះវាពួកខ្មាស់អៀងខ្លាំងណាស់វិយានារីតែគ្នាប្រាប់វាដល់ឯងនេះខ្ញុំខ្លាចកូនខ្លាចអីកូនកូនខ្លាចអីកូនមានតែគេរឿងកូនឈប់ខ្លាចទាំងក្មួយស្រីនៅទីនេះគ្មានមនុស្សដែលក្មួយត្រូវខ្លាចទៀតទេទីនេះមានតែម្ដាយរបស់ក្មួយនិងលោកគ្រូពេទ្យអ្នកគ្រូពេទ្យដែលចាំជួយថែរក្សាក្មួយដូច្នេះក្មួយមិនបាច់បារម្ភទេឈប់ខ្លាចទៅអ្នកគ្រូម៉ាលីនជួយលួងលោមអ្នកជំងឺបន្តិចទៅណាចាកុំយំអូនកុំយំលោកប្រធានសូមអញ្ជើញទៅត្រួតពិនិត្យអ្នកជំងឺនៅបន្ទប់ផ្សេងទៀតលោកគ្រូអ្នកជំងឺបន្ទប់នេះត្រូវបានឪពុកចុងរបស់នាងចាប់រំលោភដូច្នេះតាំងពីមានបញ្ហាកើតឡើងមកអ្នកជំងឺមានការភ័យខ្លាចរហូតពិតមែនហើយនាងក៏មានអាការៈភ័យខ្លាចបែបនេះរហូតមកមែនត្រូវ